ចាខ្ញុំឈ្មោះដាខ្ញុំដាក់មកទល់បច្ចុប្បន្ននេះរយៈពេល6 ខែហើយចាជាឆ្នាំដំបូងដែលសាលាគាត់ទឹមតបើកអញ្ចឹងខ្ញុំដាក់គាត់ចូលមកនឹងហ្មងជារាល់ថ្ងៃខ្ញុំដាក់កូនខ្ញុំ2កូនទី1គាត់ទឹមរៀនថ្នាក់មត្តេយ្យ K1 នេះហើយមួយទៀតគាត់រៀនថ្នាក់ទី6ចាសម្រាប់កូនខ្ញុំថ្នាក់ K1 ឃើញថាគាត់ប្រែប្រួលច្រើនការដែលគាត់អត់ទាន់ចូលរៀនគឺគាត់ខ្សោយក្នុងការនិយាយគាត់ខ្សោយក្នុងការស្ដាប់គឺគាត់និយាយឲ្យស្រួលស្ដាប់គឺគាត់អត់ចេះនិយាយនិងអត់ចេះស្ដាប់ចាខ្ញុំការដែលគាត់អត់ទាន់ចូលរៀនខ្ញុំភ័យខ្លាចគាត់ដោយសារឥឡូវគឺសម្បូរទៅដោយកុមារ autism ច្រើនដូច្នេះខ្ញុំបារម្ភមួយគឺខ្លាចកូនខ្ញុំគាត់កើតជំងឺ autism ព្រោះគាត់អត់ចេះនិយាយគាត់អត់ចេះស្ដាប់ហើយយើងនិយាយក៏គាត់អត់និយាយទៅគាត់អត់ល្វីល្វល់មួយយើងហ្មងណាតែដល់ពេលខ្ញុំដាក់គាត់ចូលមកក្នុងសាលាបញ្ញាសាស្ត្របុរីវិលៀមនេះរយៈពេល6 ខែឃើញថាគាត់ប្លែកច្រើនទី1គឺប្លែកគាត់ចេះស្ដាប់ច្រើនហើយគាត់ចេះនិយាយចេះសួរចេះឆ្ងល់អីប្រាប់យើងសួរយើងច្រើនឃើញថាគាត់ប្លែកច្រើនចាបើសម្រាប់ភាសាអង់គ្លេសវិញគឺគាត់និយាយបានល្អច្រើនជាងខ្មែរចាដោយសារអ្នកគ្រូគាត់ជាគ្រូជនជាតិបរទេសចាដល់អញ្ចឹងការនិយាយភាសាអង់គ្លេសគាត់ឃើញគាត់និយាយបានល្អពេលដែលពាក្យខ្លះគាត់ចេះពាក្យដែលប្លែកដែលយើងនឹកស្មានអត់ដល់ចាចំពោះសិលធម៌ក៏គាត់ប្លែកដែរគឺពីមុនកូនខ្ញុំគាត់អត់ចេះនិយាយទេដល់អញ្ចឹងទៅកាលណាដែលគាត់ធ្វើអីខុសយើងណែនាំគាត់អត់យល់នៅអ្វីដែលយើងនិយាយចាដល់ពេលគាត់ចូលមកក្នុងសាលាបញ្ញាសាស្ត្រនេះឃើញថាការនិយាយនិងសិលធម៌របស់គាត់គឺគាត់ផ្លាស់ប្ដូរដោយសារតែគាត់ចេះស្ដាប់គាត់ចេះនិយាយដល់ពេលឥឡូវគាត់ធ្វើអីនៅពេលដែលគាត់ធ្វើខុសយើងប្រាប់គាត់យល់នៅអ្វីដែលគាត់ធ្វើខុសចាគឺអត់ដូចពីមុនទេដូចញ៉ាំបាយគាត់ចេះញ៉ាំខ្លួនឯងគាត់ចេះពេលគាត់ចង់បត់ដៃបត់ជើងគាត់ចេះមកប្រាប់យើងម៉ាក់ភីភូអីចឹងទៅបើពីមុនគឺគាត់អត់ប្រាប់ទាំងអស់ហ្មងនៅផ្ទះពេលខ្លះគាត់ធំហើយពេលខ្លះអង្គុយគាត់បត់ជើងដែលអត់ប្រាប់យើងអត់អីទាំងអស់ហ្មងដល់ពេលឃើញមកដល់សាលានេះឃើញគាត់ប្លែកគាត់ចេះប្រាប់យើងម៉ាក់ទៅបន្ទប់ទឹកខ្មែរក៏គាត់ចេះអង់គ្លេសក៏គាត់ចេះចាសម្រាប់ការបរៀនខ្ញុំក៏សូមអរគុណដល់អ្នកគ្រូបន្ទប់ថ្នាក់ឃើញគាត់យកចិត្តទុកដាក់ជាមួយកូនខ្ញុំច្រើនដោយសារពេលដែលខ្ញុំដាក់កូនចូលក៏ខ្ញុំបានជំរាបប្រាប់គាត់ថាគាត់អត់សូវចេះនិយាយអត់សូវចេះស្ដាប់ដល់អញ្ចឹងទៅគាត់ក៏យកចិត្តទុកដាក់បង្ហាត់បង្រៀនតាំងពីការនិយាយការស្ដាប់និងវិន័យល្អបានច្រើនហើយមានគាត់មាន plan បរិញ្ញាសិស្សបានល្អគឺមានពេលលេង playground ពេលផាត់ color ពេលគាត់និយាយទៅខ្ញុំឃើញល្អចាសម្រាប់បរិយាកាសគឺល្អគឺមានសួនសម្រាប់ក្មេងលេងមានទីធ្លាមានដូចថាឧបករណ៍គ្រប់គ្រាន់អីចឹងណាចាអញ្ចឹងខ្ញុំសូមផ្ដាំផ្ញើទៅម៉ាក់ប៉ាទាំងអស់ដែលនៅជុំវិញកន្លែងនេះខ្ញុំជាម៉ាក់របស់កូនសិស្សផ្ទាល់ដែលមានកូនពីមុនធ្លាប់ពិបាកចិត្តរឿងកូនគាត់អត់ចេះនិយាយអត់ចេះស្ដាប់ដូច្នេះអញ្ចឹងបារម្ភទឹកចិត្តជាម្ដាយដូចគ្នាយល់ចាអញ្ចឹងបារម្ភថាខ្លាចកូនមានឥឡូវក្មេងឥឡូវគឺសម្បូរក្មេង autism ដល់ពេលខ្ញុំបានយកកូនមកដាក់នៅសាលានេះខ្ញុំលែងខ្វល់រឿងកូនខ្ញុំកើត autism ទៀតហើយអញ្ចឹងសំណូមពរម៉ាក់ប៉ាទាំងអស់ដែលមានកូនទូចឬមួយក៏ធំក៏ដោយថ្នាក់ធំគឺគាត់ក៏គ្រូក៏ល្អដែរកូនខ្ញុំថ្នាក់ធំក៏គាត់ផ្លាស់ប្ដូរការសិក្សាបានច្រើន
ការសិក្សាគាត់ល្អបានច្រើនជាងមុនហ្នឹងហើយអញ្ចឹងយកកូនមករៀននៅសាលាបញ្ញាសាស្ត្រនេះមកនៅបុរីវិលៀមចា